Hello សួស្តីអ្នកទាំងអស់គ្នាជួបជាមួយមានសាយរយៈពេលបន្តខលពេលដែលអេសុនជាមួយនៅខាងសិកពួកគេទាំងពីរនាក់នឹងបានវាយទៅលើពេលអ្នកប្តីប្រពន្ធដែលជាម្ចាស់ទស្សនៈនឹងហើយពួកគេនឹងក៏ត្រូវបញ្ជូនមកប៉ប៉លីសវិញហើយប៉លីសនឹងក៏ទៅវាយអ្នកទាំងពីរនាក់នឹងបន្តនៅពេលដែលប៉លីសម្នាក់នឹងចង់វាយទៅលើក្បាលរបស់អេសុននឹងអស់ខាងសិកគេក៏បានយកដៃរបស់គេទៅរងហើយអេសុននឹងវិញអ្នកក៏បានថាឲ្យប៉លីសនោះថាបែបបានសោកសោកឲ្យអ្នកទាំងអស់គ្នានឹងមកបែកខាងសិកចឹងព្រោះតែពួកគេទាំងពីរនាក់នឹងគ្មានទៅធ្វើអីខុសណាគ្រាន់តែពួកគេនឹងត្រូវចាប់បញ្ជូនមកប៉ប៉លីសគេដោយសារតែពួកគេនឹងមិនតគ្រប់អាយុតែគ្រាន់តែពួកគេអត់គ្រប់អាយុនឹងតែមានអីខុសហើយពេលដែលអេសុននឹងកំពុងតែនិយាយជាមួយនឹងប៉ូលីសណាសាប់តាមរបស់ខាងសិកនឹងមកជួយជាមួយនឹងពួកគេដោយសារតែប៉ូលីសបានតាក់ទងឲ្យគាត់នឹងមកជួយយកពួកគេទៅពីរនាក់នឹងត្រឡប់ទៅវិញនឹងឃើញមកសួរនាំចឹងហើយមិនមកសួរនាំអារម្មណ៍ពីកូនទេតែប៉ុន្តែគឺមកសួរថាគ្រឿងអលង្ការរបស់គាត់នៅកន្លែងណាមានអាស័យចាប់ទស្សនៈនឹងគឺបានយកគ្រឿងអលង្ការនឹងយកមកលក់ហើយមកលក់ចំអាហារដែរអេសុនជាមួយនឹងខាងសិកបានយកមកលក់ការពីម្សិលមិញហ្នឹងម្ចាស់ហាងក៏បានសួរថាចុះការពីលើមុនហ្នឹងគេយកគ្រឿងអលង្ការមកលក់ហ្នឹងគឺប្រាប់ថាហ្នឹងគ្រឿងអលង្ការដែលប្តីនាងទិញយកមកឲ្យមុនហើយទិញអីក៏ទិញច្រើនម៉េចមករបស់ខាងសិកបានមកអុកលុកពេញក្នុងទស្សនៈមកដើម្បីកុំឲ្យម្ចាស់ទស្សនៈហ្នឹងហើយរកភ្ញៀវបានហើយបើសិនមកចង់ឲ្យភ្ញៀវចូលមកក្នុងទស្សនៈហ្នឹងតើភ្ញៀវបងលុយមកគាត់នឹងយកទាំងអស់មកព្រោះតានាងហ្នឹងបានលួចគ្រឿងអលង្ការរបស់គាត់ហ្នឹងយកទៅអស់បាត់ហើយឥឡូវហ្នឹងបើចង់ឲ្យខ្ញុំត្រឡប់ទៅវិញទ្រសងលុយខ្ញុំទាំងអស់មកឲ្យគ្រឿងអលង្ការមកវិញមកសងឲ្យគ្រឿងអលង្ការនោះឲ្យអស់មកខ្ញុំត្រឡប់ទៅវិញបាត់ហើយមានដុល្លារអីនឹងទៀតទាំងពីរអ្នកហ្នឹងគឺបានឆ្លោះគ្នាពេញមកទំហឹងមកបានបតាយបតបបោកសក់គ្នារហូតដល់ប៉ូលីសហ្នឹងគឺបានមកចាំម្នាក់ស្រីម្ចាស់ទស្សនៈហ្នឹងយកទៅប៉ូលីសមកសារតានាងហ្នឹងពាក់ព័ន្ធពីរឿងលក់គ្រឿងអលង្ការដែលលួចបានហ្នឹងជាច្រើនដល់មកហើយអ្នកដែលទិញគ្រឿងអលង្ការហ្នឹងបានទេទៅដឹងប៉ូលីសហ្នឹងមករបស់ខាងសិកគាត់បានដើរឡើងជឿជាក់មកឲ្យបានយកឲ្យបានតែគាត់ហ្នឹងបានយកពីម្នាក់ព្រមចាប់ទស្សនៈហ្នឹងយកត្រឡប់មកវិញហ្នឹងដល់តែប្រពន្ធត្រូវប៉ូលីសចាប់បានអញ្ចឹងទៅឲ្យមកឡើងស្រួលទៅមកមិនហត់ទៅទៀតមិនហត់ទៅអីទេហើយនៅពេលដែលបាក់របស់ខាងសិកគឺបានមកឃើញពួកគេទាំងពីរនាក់ហ្នឹងក៏អត់មានថាពួកគេទាំងពីរនាក់សោះហ្មងហ្នឹងគាត់ថាតែបានកាន់ដៃរបស់អេសុនហ្នឹងត្រឡប់ទៅផ្ទះវិញជាមួយនឹងគាត់វិញទៀតប៉ុន្តែធ្វើឲ្យពួកគេទាំងពីរនាក់នឹងត្រឡប់ទៅផ្ទះវិញនឹងប៉ុន្តែចុងក្រោយអេសុនបែរជានាងហ្នឹងគឺត្រូវសាលារៀននឹងបញ្ឈប់ដោយសារតែទង្វើរបស់នាងរត់ចោលផ្ទះរត់ចោលអីហ្នឹងចំណែកខាងសិកវិញក៏ត្រូវគេព្យួរការសិក្សាមួយរយៈពេលព្រោះថាគេនឹងក៏បានរត់ទៅជាមួយនឹងនាងដែរត្រឡប់មកវិញហ្នឹងអេសុននាងបានយកសភៅដែលនាងបានធៀមទុកដើម្បីរៀនតែងកំណាព្យឃ្លីឃ្លោអីហ្នឹងយកទៅដុតចោលខ្ទើយទៅមកហើយពេលដែលនាងបានមកជួយជាមួយនឹងលពូរបស់នាងពូរបស់នាងនិយាយថាពេលអង្គុយថាឲ្យនាងថាអត់មានឈប់មាត់មកណាថាឲ្យនឹងលើសលោកទេ3ក្រែទៀតជួយឆ្ងល់ឯងមិនក៏អង្គុយថាឲ្យនាងអញ្ចឹងកេងកូនប្រុសរបស់ឯងតារៀនបង្កើតផងអីចេះមានមុខមកថាឲ្យគេទៀតប៉ារបស់ខាងសិកឯនេះក៏បានថាខាងសិកព្រោះតែខាងសិកធ្វើបែបហ្នឹងធ្វើឲ្យជ័យរបស់គេហ្នឹងធ្លាក់ខ្លួនឈឺដោយសារតែគាត់ហ្នឹងប៉ះសង្កេតផ្លូវអារម្មណ៍របស់គាត់ហ្នឹងហើយនិយាយឲ្យធំមើលឬមួយក៏នាងហ្នឹងពពោះឯងទៅជាមួយនឹងនាងមែនពូអេសូណាបានថាឲ្យនាងនិយាយថាមិនសម្រាប់មាត់ឯងបន្តិចសោះមកហ្នឹងសឹងតែពី2ម៉ោងនិយាយតែម្នាក់ឯងអត់មានតែគេឆ្លើយតបផងហ្នឹងក្រោយពេលដែលខាងសិកហ្នឹងគឺបាននិយាយជាមួយនឹងគ្រួសាររបស់គេហើយនឹងគេក៏បានរត់មកផ្ទះរបស់អេសូណាដើម្បីសួរតែអេសូណាណាព្រោះតែគេហ្នឹងចង់ទូខុសទៅចំពោះនាងហ្នឹងអាការពីថ្ងៃមិញហ្នឹងគឺម៉ាក់របស់ខាងសិកហ្នឹងគឺបានហៅអេសូណាជួយជាមួយនឹងគាត់ហើយគាត់និយាយហាក់ដូចជាគាត់ហ្នឹងអត់មានប្រកាន់ថាឲ្យអេសូនបន្តិចទេរឿងដែលនាងហ្នឹងរត់ចោលផ្ទះទៅជាមួយនឹងកូនប្រុសរបស់គាត់ហ្នឹងគាត់និយាយសុំទោសនៅពេលដែលគាត់ហ្នឹងគឺបានឮតែអេសូហ្នឹងត្រូវបញ្ឈប់ពីសាលារៀនរបស់នាងហ្នឹងប៉ុន្តែខាងសិកវិញធម្មតាត្រូវគេព្យួរការសិក្សាមួយរយៈពេលហ្នឹងនិយាយទៅនៅសម័យនោះគេនៅតែប្រកាន់រឿងអ្នកស្រីហ្នឹងរត់ចោលផ្ទះហ្នឹងត្រូវតែទទួលទោសកំហុសធំហ្មងចំណែកឯប្រុសវិញតាំងពីសម័យណាដល់សម័យណាធ្វើមិនខំចេះខុសហ៎គាត់ណាប្រុសរត់ចេញពីផ្ទះអញ្ចឹងគេបែរជាសើថាខាងប្រុសហ្នឹងគឺមានភាពក្លាហានចំណែកឯខាងស្រីវិញគេថាឲ្យនាងហ្នឹងគឺតែបែរដើររហូតគ្មានចេះធ្វើអីសោះខាងសិកគេបានទៅលុតជង្គង់នៅចំពោះពូរបស់អេសុនហ្នឹងដើម្បីសុំឲ្យគាត់ហ្នឹងយកព្រមឲ្យគេហ្នឹងរៀបការនៅទទួលខុសត្រូវចំពោះអេសុនហ្នឹងប៉ុន្តែឲ្យគាត់ទៅបង្ខំឲ្យនាងរៀបការជាមួយនឹងគេមិនបើអេសុននឹងអត់យល់ព្រមរៀបការជាមួយនឹងគេផងហ្នឹងនាងបានប្រាប់គាត់ថានាងអត់អាចចាប់អារម្មណ៍ចំពោះខាងសិកផងហ្នឹងហើយអេសុនណានាងក៏បាននិយាយថាបើសង្ឃឹមទេថាថ្ងៃណាមួយខ្ញុំរៀបការជាមួយលោកខ្ញុំចង់រៀបការជាមួយប្រុសដែលរស់នៅសេអ៊ូលហើយជាអ្នកមានទេគ្មានសង្ឃឹមខ្ញុំនឹងយកលោកធ្វើជាប្តីរបស់ខ្ញុំទេប្រាប់ខាងសិកថាចង់រៀបការជាមួយគេទេប៉ុន្តែបែរជាមកណាត់ជួបជាមួយនឹងសាងគេបរោះពោះម៉ាយនៅទៅវិញហ្នឹងហើយនាងមកណាត់ជួបជាមួយនឹងសាងគេហ្នឹងគឺមីងរបស់នាងបានប្រាប់សាងគេហ្នឹងថាគឺដោយសារតែអេសុនណានាងត្រូវការលុយដើម្បីបន្តរៀននៅសាកលវិទ្យាល័យហ្នឹងបានជានាងសម្រាប់ចិត្តចង់រៀបការជាមួយនឹងសាងគេហ្នឹងឯងហើយសាងគេវិញក៏មិនថាអីដែរព្រោះតែគេហ្នឹងអាយុដល់30ឆ្នាំមកហើយគេហ្នឹងក៏ចង់បានប្រពន្ធក្មេងដែរឲ្យតែនាងផងរៀបការជាមួយនឹងខ្ញុំមិនបាច់ខ្វល់ពីរឿងលុយកាក់ដែរទៅរៀនបន្តនៅសាកលវិទ្យាល័យហ្នឹងឯងខ្ញុំនឹងចេញឲ្យទាំងអស់មក
กันเตอร์เอซอนนึงทบสัญชาจมูกน้ำมันบ่เรียงทาไงขอให้เนี่ยอัดเธอจะไม่เตี้ยให้เนี่ยหนึ่งโรกาเกียให้มีเปียกคายจะโนโจตกนมเตี้ยบ่เนี่ยนะครับเราตายจองขอให้ไปเจเนียอาจกลายเป็นสนาบ่เนี่ยไงเนี่ยเราแต่เธอเรียบกาให้เธอจะไม่เตี้ยตะได้เนาะเนี่ยภูมิใจในกองภูมิก็คือบางมาทาเอามาระบบการสื่อนังทาจนเนี่ยบ้านใหญ่ไอจมูกเอซอนจ้าบ้านจะเอซอนนั้นจอนเรียบการจมูกนำมารับปุ่มไม้สร้างเกลือนตัวไว้เนาะเวลาเนี่ยพุ่งกับพงทามาระบบการสื่อนั่งกับการสื่อนั่งกับบางมาลือจังเขาเกกับบ้านรถตรอเอซอนเอานับแต่ระบบเนี่ยหมอสร้างเกลือแล้วเก็บบ้านเต้นระบบยมหมอกยาเอาปูนั่งลุยใจระบบเอซอนที่ระบตาระบบได้ก่อนเต็งเมานะครับคือสตาระบบได้เพิ่มเพียเฮาเตียนเดือดขมรีไอของขมรีอย่างนี้ส่งไปตาระบบยมหมอกยาอนาคตปูทลายใหญ่ทลายไอ้นั่นก็ยอระบอกเกยทลอบเพอหาวเทียนเนื่องใบไผ่เราเรียวกาเรียบไปนึงวะยมเมียนโรบไอเดียงตาก่อนตาโรบนึงวะโรบได้ปนมนยมวะบานทลอบแปะตาแข่งซื้อเก็บบานโยตรายละมอกันโนยมมาเชียไปเลยตกลูกปูรบมาเอโซนนังมอหากับบานแปะตาเพราะฉะนั้นปูเกนังโยประมาเกนังเรียบกาจมูกนังเอโซนนังยมซ่อนยาท่าอาระบอฮบโจกไตสายไอ้นังคือมันแจกมาให้สำคัญเอาแต่เนี้ยนับรองเรียบกาจมูกนังยมเกยใหญ่บดาเกยสอตับในบดาโบทาเกยจองเอโซนนังเรียบกาจมูกนังประปูมาสางเกยนังเกยจองเอโซนนังเรียบกาจมูกนังเกยนังปันตายเธอไม่มันเดินทางใหญ่ไม่ปวดทาขบย้อนวิจารสำหรับจะระบอเอโซนนะครับไอจองประตูไอเดินประตูมาระบอไอยังมันเดินทางมาระบอไอนั่นคือบานใหญ่ไอจมูกนังเอโซนนะบานใหญ่เอโซนสำหรับจัดแบบนังตามเพลย์ไปได้เอโซนกับวงตัดอาจมูกนังสางเกยนังสางเกยกับบานสู่เอโซนนังทาจ้าไงมนไปด่านเดียงเตยจมูกนังแข่งซิกเนื้อบูซาทั้งหมดเนี่ยตั้งปีเนี่ยนั่นเป็นบานเธอไอจมูกนังเคลียร์ออสแข่งซิกกับบานตลอดมองวิ่งเหยบานเคยเนี่ยตั้งปีเนี่ยนั่งกับวงตัดอาจมูกเคลียร์นังฮอเกยกับบานเอโซนนังเตอร์ดอลอากันไหลส่วนกาดเกยนังบานนอมเนี่ยดาการเป็นไงมนนังฮอเกยกับบานโยนเชียนเกยนังบานเทียบเจ้าหน้าใบส้มเนี่ยเรียบกานั่งยมมาเปียไอเนี่ยบันไดเอโซนเนี่ยใบจะเปียแข่งซิกเนื้อทายมมาไอเดียกาจมูกโลกบานเนี่ยโลกก็ตามนำไปได้ยมเรียบกาจมูกโลกนังโลกนั้นไอประดอกได้สอยมบานแมนเอายมบัตรการศึกษาในสกอปเชียร์ไลบานแมนยมบ้านไอเดียบการจมูกโลกครับเสมาโลกจอยมมีกระไดสกโลกก็กลัวแต่จะใจปีจวัตรบอกยมมาปูทาเพราะเสมาโลกนั่นเธอจะรักแบบดังเตี้ยยมนั่งเนยแต่รู้นั่นเด็กมีกระไดสกระเบียบนั่นแต่ได้นั่งเอโซน่านี่กับบ้านโยนเชียร์ในคางสิบานเปียไอเนียมูลนั่นเอาจะตะคบโจตะขนงกลมกาเจ้าบ้านโลกเกิดท่าไปแต่โลกตรอบเธอจะปูยมไปกันหล่อมานั่นแต่ว่าไปได้ยมในโตนั่งยมเป็นเจ้านาเรือแต่อ้อนงแม่ตั้งไปเรือในโลกนั่งโยไทยยมอาคูซาบอกยมไงมวยตั้งไปในโตยมมั้งยมมันได้สบายจะได้ปูยมเกิดท่าโลกเธอแบบนั้นซาตโลอันนั้นยมเรือเกิดท่ายมมะจะคูซาในสมเตียนหรอบ้านน่าจะเป็นนางเตอชอบแปะปอนจมูกนางอยู่บนระบบยมต่อเตี้ยได้ปุยเยอะกูตัดดาวเพลย์เรียงครัวนะหอมเพลย์เรือดัตกาแต่อ้อนให้จอแต่มองยมในจมูกนางสร้างเกลือยมในมีกระไดซอกเชิญยืมไปได้ยมมะในจมูกโลกเอโซนเนี่ยใหญ่ตายยังเตะบรรดาดาวตะเปดักคางสิกตึกพาได้เนี่ยบามารอเชียนในกระไรแต่เดียนักบานกบวันเชียนบอกคางสิกนั่งเจ้าลงใส่เรือยบานหลวงตลาดออกไปได้เอโซนเนี่ยเมียนใบกระดานั่นคือเนี่ยเมียนกองใส่เมียนเนี่ยในเมียนชั่วโมงทากลมยองให้กลมยองนั่นคือเมียนมกโดยเนี่ยแบบบัดมองให้นาเปได้โปเกนั่นกับโปตยามไอจงคือจมูกนั่งโอนทลายระบอบเนี่ยนั่งโอนทลายระบอบเนี่ยใบจะแบบกลมยองนั่งทาตามเปิดเตอร์ไปหายเชียมาไอแต่คนปอปัวไอมวนดังกอดนั่งมาเรียบกายจมูกน้ำปลาระบอบไอเนี่ยเจาะเรื่องจังๆมาจะยอมมาแผลไม่เคยเลยเนาะเอโซนเนี่ยคำค้อนกับโอนทลายระบอบก้อนน่าตันใจเรื่องนั่งแผลเก็บแบบไอน่าได้คอยไปในเอโซน่าเนี่ยมาปานสายจมูกแข้งซิกเฮาจังแข้งซิกเอากับบานลาเตจิกบานลำใบเตอร์ประกวดกีฬาตำแหน่งออสลาบอกเกนองปานตายขบเกลียนในคลองพูมันคืออดเมียนนาเกสบายเดียเมียนตายลูกใหญ่จมูกน้ำปลาระบอกแข้งซิกได้สบายจะดึงเนาะหามนไปแต่เอโซเนี่ยมาปานสายจมูกในแข้งซิกตามเปิดเตอร์เนี่ยก็จองเรียบการจมูกในแข้งซิกได้บรรทายศกอาสาธรรมะระบอกแข้งซิกคือบานใหญ่ทายคมตันสารตันเดียนะครับบานจือแข้งซิกนะครับบานไอดอลล้อมตะเลกีฬาระบอกเก็บบานนอปตายเนี่ยมีนอักฮัดแข้งซิกเก็บบกายแข้งกระดาหน้าเก็บหลอกบานสตาร์เลือดใบผู้สนบักเกในตะรัวในกบายเดียงเตียได้ปลาไฮเชียอนาคตบอกเกก็มาขอพิเดียงได้เกมไอที่จำราตมกบานนี่ผู้สนมาเดียจอคืนค้างศึกแล้วเกที่จำราตมกแม่นะเนียงกูตัดนอเลยให้จบเปียปอนจมูกในอยู่บนระบอกค้างศึกเพียรังเนียงกูแต่โยเปียรอระบอกยอมไม่จัดเชื่อมได้คือจองเอาโกนพอห้าบานโชคเชยยอลูกขู่ว่าบานมาพิซซ่าเทกซอระบอกค้างศึกบนค้างศึกนะครับเกรถปัญหางั้นจะทาวิลออกขนาดเป็นแตนบอลปะทายค้างศึกบายแปลลูกขู่วินทาลูกขู่เกิดทาการยมรถปัญหาออกบายดังคือดิซาตาสมัติพิษบอกยอมแม่ตามปัตเตอร์ยอมเธอกับบายพยาคือดิซาตาเอโซน่าเนียงโจชัดมันดูพอได้ประกายข้างรถปัญหาทั้งบายยมโจชโมเตอร์ข้างรถปัญหานั้นเขายมบรถปัญหาบานเล็กใบนั่นคือดิซาตาเพย์ยังเคยเอโซนนึงไงเนี่ยมาเมื่อการรถปัญหาบอกยมบานยมคองรถโฮแต่บานเล็กใบนึงไงก็มาซาตันเดียงตาบายยมบานเล็กใบนึงไงเอโซนนั่นเองว่าเนี่ยบามาโลชุดเตรียมเรียบการจมูกในสร้างคือลงบันได
មើលទៅទឹកមករបស់នាងហ្នឹងគឺអត់មានស្បាយរីករាយអីបន្តិចសោះមកហ្នឹងព្រោះគ្រប់បែបយ៉ាងណានាងធ្វើមិនដោយសារតែនាងហ្នឹងគឺចង់បានលុយទៅបន្តការសិក្សាណាកុំដោយសារតែម៉ាក់របស់ខាងស៊ីកហ្នឹងគឺចង់ឲ្យកូនមករបស់គាត់នឹងមានអនាគតល្អហើយនាងធ្វើគ្រប់បែបយ៉ាងហ្នឹងក៏ដើម្បីតែខាងស៊ីកដែរហ្នឹងសាងគេលគិតវាថាអេសុននឹងថានាងនៅជាមួយនឹងខាងស៊ីកនឹងមានអនាគតអីនៅជាមួយខ្ញុំអត់មានអនាគតខ្ញុំមានផ្ទះក៏មានហើយអាកប៉ាល់រត់ត្រីរត់អីហ្នឹងក៏មិនចេះតិចគ្រឿងផងនាងមិនខ្វល់ពីអារឿងដែលត្រូវចំណាយដើម្បីទៅរៀនបន្តទេរៀបការជាមួយខ្ញុំហើយខ្ញុំនឹងចេញថ្លៃទាំងអស់នោះមកលោកក៏និយាយថាឲ្យខាងស៊ីកនឹងនៅក្មេងចុះលោកមករៀបការជាមួយក្មេងទៅអីដែរចុះខាងស៊ីកគេមិនទៅតាមអេសុនណាគេតាមអេសុនតាំងពីអាយុ10ឆ្នាំមកបែបនិយាយទៅតាមអេសុនណាលើស្គាល់ទាំងម៉ែទៀតស្អិតយ៉ាងនេះខ្ញុំគាត់តែចង់ប្រាប់លោកថាតាមពិតតើខ្ញុំសម្រេចចិត្តថារៀបការជាមួយលោកណាគឺមិនដោយសារតែលុយរបស់លោកទេអាលុយហ្នឹងវាគ្មានប្រយោជន៍សម្រាប់ខ្ញុំទេហើយក៏មិនដោយសារតែខ្ញុំត្រូវការលុយដើម្បីទៅបន្តការសិក្សាដែរខ្ញុំរៀបការក៏មិនដោយសារតែម៉ាក់របស់ខាងស៊ីកថាចុះឥឡូវនាងចង់គិតមិនវិញចុះនាងចង់គិតពីរឿងរៀបការមិនវិញលោកអាចជុំនិយាយឌៀមដាមពីខាងស៊ីកទៀតហើយនិយាយចប់ហើយអេសុននេះក៏បានរត់ចេញទៅប្រូចមកដើម្បីទៅរកខាងស៊ីកនោះប៉ុន្តែមិនដឹងថាតើនាងអាចទទួលកប៉ាល់របស់ខាងស៊ីកអត់ទេពេលដែលអេសូននេះបានរត់មកដល់កំពង់កប៉ាល់នឹងភ្លាមនឹងអាសាតកប៉ាល់ហើយចេញដល់ណាដៃបាត់ម្នាក់នៅក្នុងភូមិសង្ឃស្រកទឹកភ្នែកម៉ាត់បងពូថាអាណិតពីជីវិតរបស់អេសូននឹងមិនគួរណាជួបរឿងបែបហ្នឹងសោះសំសនតែពីនៅតូចឥឡូវហ្នឹងបែរជាត្រូវលោកយាយជាមួយនឹងម៉ែរបស់ខាងស៊ីនឹងបែកបាក់អ្នកទាំងពីរនាក់នឹងទៀតខាងស៊ីអានេះវិញពេលដែលគេកំពុងតែនៅលើកប៉ាល់ស្រាប់តែមានក្មេងស្រីម្នាក់ហ្នឹងគឺមានឈ្មោះតែអេសូនដែរហើយមើលទៅដូចជាពីមកភ្នោមកគាត់ថាគេស្ពីកតាមណាកតារបស់គេហ្នឹងក៏ដាច់ទៀតតើតើកតាដាច់ចឹងទើបគេចាប់អារម្មណ៍ដល់តែអេសូននៅកំពុងតែស្រែកហៅគេហ្នឹងខាងស៊ីគេក៏បានទៅរត់ទៅជួបជាមួយនឹងកេបតានកប៉ាល់ហ្នឹងដើម្បីសុំឲ្យកេបតានហ្នឹងពវល់កប៉ាល់ហ្នឹងត្រឡប់មកវិញមកដោយសារតែគេហ្នឹងចង់ទៅដល់ទៅជួបជាមួយនឹងអេសូនវិញហ្នឹងចំអាក្មេងម្នាក់ហ្នឹងទៀតក្មេងមករករឿងកាលថ្ងៃមុនហ្នឹងហេឯងខំកិច្ចណាស់ជួបណាស់ហើយជួបតែក្មេងតារាលោកគ្រូបានមកគាត់ខាងស៊ីនឹងថាចុះឯងដើម្បីតែស្រីម្នាក់មិនបោះបង់អនាគតរបស់ឯងចោលហើយបើខ្ញុំគ្មាននាងទេជីវិតរបស់ខ្ញុំក៏គ្មានអីដែរខាងស៊ីគេក៏បានលោតចូលទៅក្នុងទឹកប្រងមកហែទឹកហ្នឹងត្រឡប់មកវិញដើម្បីមកជួយជាមួយនឹងអេសុនលោកយាយរបស់ខាងស៊ីក៏បានថាកូនភាសារបស់គាត់ថាម៉េចមកបើឯងនៅទៅវិរិយាកូនប្រុសចេះហែទឹកចែអីហ្នឹងឃើញអត់ដល់ឥឡូវគេហែត្រឡប់មករកស្រីស្នេហ៍របស់គេវិញម្នាក់នៅក្នុងភូមិនាំគ្នាសាទរខ្លាំងមែនតើមកនៅពេលដែលឃើញខាងស៊ីហ្នឹងហែទឹកត្រឡប់មករកអេសុនវិញហ្នឹងហើយលោកយាយជាមួយនឹងម៉ាក់របស់ខាងស៊ីកអានេះវិញធ្វើមុខភ្លឺក៏ប៉ាចេញទៅដល់ណាណៃបើតែខាងស៊ីកវិញដើម្បីទៅជួយជាមួយនឹងអេសុនហ្នឹងគេហែទឹកអត់មានសម្រាប់ហត់មានខ្លាចអីបន្តិចមកដើម្បីតែមកជួយជាមួយនឹងអេសុនចាំមើលប៉ុណ្ណឹងហើយលោកយាយជាមួយនឹងម៉ាក់របស់ខាងស៊ីកហ្នឹងតើអ្នកទាំងពីរនាក់ហ្នឹងព្រមមកពួកគេទាំងពីរនាក់ហ្នឹងរៀបការជាមួយគ្នាអត់ឥឡូវហ្នឹងមានលេខអីចង់បាយអ្នកទាំងពីរនាក់ហ្នឹងទៀតមីរបស់គុំចុងអានេះវិញគាត់និយាយវាមាត់ដាច់ហើយទៅពេលដែលផឹកស្វឹងអីអារឿងដែលគាត់បានដើរហ្នឹងគាត់និយាយប្រាប់គេប្រាប់ឯងអស់ហើយសូម្បីតែរឿងដែលថាអេសុននឹងទៅងន់មុនរៀបការហ្នឹងក៏គាត់ហ្នឹងមកប្រាប់ក្មួយស្រីរបស់គាត់ដែរថាតើបន្ទោខាងស៊ីជាមួយនឹងអេសុនហ្នឹងក៏មិនត្រូវដែរព្រោះថាថ្ងៃដែលអ្នកទាំងពីរនាក់ហ្នឹងគឺបានតែដេកនៅក្នុងផ្ទះសំណាក់ដប៊ូសាហ្នឹងគុំតែម្ចាស់ផ្ទះសំណាក់ហ្នឹងគឺបានយកស្រាមកឲ្យពួកគេហ្នឹងផឹកស្វឹងឡើងជោគជាំកុំអីប្រហែលជាគ្រប់យ៉ាងវាមិនខ្លាចទៅជាបែបហ្នឹងដែរប៉ុន្តែអេសុនជាមួយនឹងខាងស៊ីកអ្នកទាំងពីរនាក់ហ្នឹងគឺអត់មានស្ដាយក្រោយអីបន្តិចទេអេសុនយើងលាក់បងយូរវ័យរបស់នាងដើម្បីទៅនៅផ្ទះជួយការងារផ្ទះខាងសាច់ថ្លៃរបស់នាងហ្នឹងហើយថៃតែបានជួយមើលថែកូនស្រីរបស់នាងទៀតនាងបោះបង់ចោលក្តីសម័យរបស់នាងដែលនាងចង់ធ្វើជាអ្នកសរសេរកំណាព្យហ្នឹងតាំងពីនាងមានអាយុ18ឆ្នាំពេលដែលនាងចាប់ផ្ដើមមានគុំយ៉ងហ្នឹងចំណាយប្តីរបស់នាងខាងស៊ីកនេះវិញគេក៏បានលះបង់ជីវិតរបស់គេតាំងពីកន្លះដែលគេចូលចិត្តនឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីទៅប្រពន្ធនឹងកូនស្រីរបស់គេណាពេលដែលគេនឹងតែមានអាយុ20ឆ្នាំគាត់មកប៉ុន្តែអ្នកទាំងពីរនាក់ហ្នឹងហាក់ដូចជាមានក្តីសោកដល់ហើយអត់មានខ្វល់ខ្វាយពីរឿងដែលនឹងអាចកើតឡើងនៅពេលអនាគតទេផឹកឡាពេលដែលអេសុននាងកំពុងតែគេនៅក្នុងទស្សនៈនៅប៊ូសាហ្នឹងគឺខាងស៊ីកគេបានយកអញ្ជើញគេទាំងពីរវងយកទៅឲ្យអ្នកដែលតែឃើញអលង្ការហ្នឹងព្រោះតែគេហ្នឹងចង់ធ្វើអញ្ជើញដើម្បីសុំអេសុនរៀបការហ្នឹងដំបូងឡើយអ្នកដែលលួសមានហ្នឹងក៏គាត់ហ្នឹងមិនចង់ទទួលធ្វើដែរប៉ុន្តែដោយសារតែឃើញម៉ូតរបស់ខាងស៊ីកដូចគួរអាណិតពេកគាត់ក៏ចូលប្រណដើម្បីធ្វើអញ្ជើញឲ្យខាងស៊ីកមកពួកគេឆ្លាញ់គ្នាដល់ម្លឹងហើយចង់ឲ្យម៉ាក់របស់ខាងស៊ីកជាមួយនឹងលោកយាយរបស់ខាងស៊ីកមិននឹងអាចបាយពួកគេទាំងពីរនាក់បានហើយប៉ុន្តែថ្ងៃដែលគេនឹងបាននាំអេសុនមករើអាឈុតដែលធ្វើរៀបការហ្នឹងម៉ាក់របស់គេនឹងមកធ្វើពេបជានិយាយចេះនិយាយចុះប៉ុន្តែអ្នកទាំងពីរនាក់ហ្នឹងមានចាប់អារម្មណ៍ពីម៉ាក់របស់គេណាខាងស៊ីកគេអត់ខ្វល់ថាចំណាយមកសំខាន់គេចង់ឃើញអេសុននឹងសប្បាយរីករាយប៉ុន្តែនិយាយចាមួយដែលឯងរើសហ្នឹងប្រហែលជាដល់ពេលដែលកូនរបស់យើងធំទៅប្រហែលជាហួសសម័យហ្នឹងទៅមើលទៅដូចជាគួរឲ្យកប្លែងចុះបងឯងចេះដឹងរឿងម៉ូរឿងអីដែរឲ្យតែមួយហ្នឹងខ្ញុំពេញចិត្តបានដែរ
រំលងបានម៉ៃខាងស៊ីជាមួយនឹងអេសូនអ្នកទាំងពីរអ្នកក៏បានរៀបការជាមួយគ្នារំលងបានឆ្នាំអេសូននៅតែត្រឡប់មកផ្ទះចាស់ម៉ារបស់នាងប៉ុន្តែពេលដែលនាងត្រឡប់មកដល់ផ្ទះចាស់ម៉ារបស់នាងវិញហ្នឹងទស្សនវិជ្ជាដែលម៉ារបស់នាងនឹងក៏តែធ្វើការនៅក្នុងផ្ទះមួយនឹងនៅតែដកជាប់ក្នុងការពិនិត្យរបស់នាងជានិច្ចមកហ្នឹងបើទោះជាពេលហ្នឹងម៉ារបស់នាងហ្នឹងគឺស្លាប់អស់រយៈពេល10ឆ្នាំហើយនាងងាកទៅជ្រុងណានៅផ្ទះមួយហ្នឹងក៏ឃើញសកម្មភាពម៉ារបស់នាងរហូតប៉ុន្តែយ៉ាងហោចណាស់ក៏ពេលហ្នឹងម៉ាក់ចុងរបស់នាងហ្នឹងអត់ចេះថាឲ្យនាងដូចពេលមុនដែរគាត់ថែតែបានឲ្យកៅអៅចាស់របស់គាត់ឡើងមើលកណូឲ្យទៅអេសូននឹងមកថាតែអេសូនអីសូម្បីតែកូនប្តីរបស់គាត់ហ្នឹងក៏គាត់មើលថែចាំបីបាច់ដូចជាកូនកើរបស់គាត់ចឹងឥឡូវហ្នឹងអេសូនពេញនាងក៏លេងគុំគួនជាមួយនឹងម៉ាក់ចុងរបស់នាងដែរហើយនៅពេលដែលនាងឃើញម៉ាក់ចុងរបស់នាងហ្នឹងកំពុងតែបបាក់រៀបចំដើម្បីចង់កតបឲ្យកូនដែលទៅបការរបស់គាត់ហ្នឹងនាងថែតែបានជួយទៅរៀបចំចង់កតបមួយនឹងទៀតឲ្យគាត់មិនឲ្យតែកៅអៅណាសូម្បីតែកង់ដែលកូនរបស់គាត់ធ្លាប់ជិះហ្នឹងក៏គាត់ឲ្យអេសូនហ្នឹងយកត្រឡប់ទៅវិញដើម្បីឲ្យគុំយងហ្នឹងមានកង់មានអីជិះលេងនឹងគេនឹងឯងហ្នឹងថ្ងៃហ្នឹងគាត់តែគុំយងនាងជួយត្រឡប់ទៅផ្ទះវិញដោយសារតែមកផ្ទះចាស់របស់នាងវិញហ្នឹងតាំងពីម៉ាក់តាំងពីនិយាយរបស់ខាងស៊ីកក៏ទៅសួរខាងស៊ីកនឹងថាចូលប្រពន្ធរបស់ឯងទៅណាទៅណីវិញទៅបាត់ឡើយមួយថ្ងៃអត់ឃើញត្រឡប់មកផ្ទះវិញសោះរមួយកនាណារវល់ទៅធ្វើអីទៅពីណាណីការងារផ្ទះក៏មិនធ្វើអីក៏មិនធ្វើតើឯងរាប់រយទៅអស់មកចុះឯងមានដឹងអត់ថានាងទៅណាមាត់ណាថាឲ្យតែយ៉ាងទេបន្តែដល់ទៅពេលដែលគុំយងហ្នឹងនាងបានទីប្រវត្តិកៅអៅលំប៉ុណ្ណាដែលយកមកឲ្យគាត់វិញគាត់រកយកកៅអៅស្អាតអស់លលីងតើអេសុនតាកៅអៅកាចាអាណាស្អាតគាត់ដាក់ក្រោយខ្នងរបស់គាត់ដល់និយាយទៅធ្វើអីក៏អត់ពេញចិត្តធ្វើអីក៏អត់ពេញចិត្តខអីបន្តិចក៏មិនបានតែរឿងដែលនាងធ្វើត្រូវហ្នឹងក៏ត្រូវមាត់ទៀតចុះឯងទៅយកកង់មកទៅអីកូនស្រីអាណាទៅឲ្យជីកង់ជីអីចុះកូនខ្ញុំស្រីបន្តែខ្ញុំចង់ឲ្យនាងចេះនេះចេះនោះដូចគេដូចឯងដែរចឹងណាកូនស្រីស្អីក៏មិនបាច់ធ្វើដែរចាំមកធ្វើការងារផ្ទះបានដែរអាគេកំពុងតែនិយាយនេះស្រាប់តែនិយាយរបស់ខាងស៊ីកហ្នឹងបានយកចៅស្រីរបស់គាត់ហ្នឹងចូលទៅក្នុងផ្ទះបានទៀតគាត់ឃើញចៅវិសាសោះក៏ព្យាយាមកិច្ចមុខភ្លាមមកពេចមកថ្ងៃហ្នឹងអេសូននេះហាក់ដូចជាមានទឹកមុខស្ងួតស្ងាត់ដល់ហើយព្រោះថានាងហ្នឹងចង់ឲ្យកូនស្រីរបស់នាងហ្នឹងចេះធ្វើនេះធ្វើនោះមិនរំពឹងតែធ្វើការងារផ្ទះទេប៉ុន្តែមើលទៅដូចយាយជាមួយនឹងម៉ាក់ក្មេងរបស់នាងហ្នឹងដូចចង់ឲ្យកូនស្រីហ្នឹងធ្វើតែបការងារផ្ទះទេនាងបាននិយាយជាមួយនឹងប្តីរបស់នាងថានាងហ្នឹងចង់ឲ្យកូនស្រីរបស់នាងនៅថ្ងៃក្រោយហ្នឹងមានការងារធ្វើរកចំណូលចូលផ្ទះដូចគេដូចឯងដែរអូនចង់ឲ្យកូនស្រីរបស់យើងមិនរំពឹងតែអ្នកនៅក្នុងផ្ទះទេមិនរំពឹងតែប្រុសទៅរកលុយមកចាំនាងដែរត្បិតតែនាងជាកូនស្រីមែនប៉ុន្តែអូនមិនចង់ឲ្យនាងធ្វើតែការងារផ្ទះដូចអូនណាថាអូនទៅធ្វើតែការងារផ្ទះប៉ុន្តែអូនធ្វើគ្រប់បែបយ៉ាងហ្នឹងព្រោះតែចង់ឲ្យកូនស្រីយើងហ្នឹងអត់ដូចយើងឯងហើយនាងហ្នឹងមានចំណេះដឹងដូចគេដូចឯងដែរអេសូនណានាងនិយាយឲ្យស្រក់ទឹកភ្នែកម៉ាត់មកនៅចំពោះប្តីរបស់នាងហើយប្តីនាងហ្នឹងគេហ្នឹងក៏កាន់ជើងនាងព្រោះតែគេហ្នឹងក៏ចង់ឲ្យកូនស្រីរបស់គេហ្នឹងធំឡើងមិនចាំបាច់តែធ្វើការងារផ្ទះណាខាងស៊ីកគេតាមប្រពន្ធរបស់គេរហូតមកបើទោះជានាងនិយាយអីប៉ុន្តែគ្រប់រឿងដែលនាងនិយាយហ្នឹងក៏គ្មានអីខុសដែរផឹកឡើងគាត់ទៅពេលដែលអេសូននាងក្រោមមកដាំបាយភ្លាមសាមតែលោកយាយរបស់ខាងស៊ីកហ្នឹងគឺបានយកសណ្ដែកក្រហមយកមកប្រោះពេញលើរាងកាយរបស់នាងមកគាត់ចង់ឲ្យនាងហ្នឹងពោកូនប្រុសឲ្យឆ្កៅប្រុសរបស់គាត់ធ្វើអីក៏ខុសជួយជាមួយម៉ែក្មេងក៏ខុសជួបមួយយាយរបស់នាងក៏ខុសហើយសូម្បីតែពេលដែលនាងញ៉ាំអាហារជាមួយនឹងគ្រួសារនាងហ្នឹងប្តីរបស់នាងហ្នឹងគាត់ឲ្យញ៉ាំនៅតុផ្សេងហើយនាងហ្នឹងញ៉ាំជាមួយម៉ាក់ក្មេងរបស់នាងនោះគាត់តែកូនស្រីរបស់នាងហ្នឹងចង់ញ៉ាំសណ្ដែកខៀវបន្ថែមទៀតសោះហើយខាងស៊ីកយកសណ្ដែកមកឲ្យកូនស្រីរបស់គេសោះហ្នឹងកុមាររបស់ខាងស៊ីកហ្នឹងយកឡើងមកថាអេសុនដែររាល់ថ្ងៃធ្វើអីក៏ខុសប៉ុន្តែអេសុនណាអ្នកដែលតថ្លៃជាមួយនឹងម៉ាក់ក្មេងជាមួយនឹងលោកជ័យក្មេងរបស់នាងអីតែយាយនាងនៅធ្វើការទាំងទឹកមុខញញឹមអត់មានតថ្លៃចំពោះរឿងដែរនាងនឹងមួយថ្ងៃធ្វើតែបការងារផ្ទះហ៎មានទុកនាងក៏មានទុកតែម្នាក់ឯងអត់ដែរប្រាប់ទុកកំផរបស់នាងឲ្យប្តីនាងដឹងទេចំណែកកូនជុងឯនេះវិញដល់ពេលដែលនាងចាប់តាមពេញវ័យហ្នឹងនាងនឹងគឺបានទិញស្បែកជើងរបស់នាងឡើងដាក់ពេញក្នុងទូនោះមកប៉ុន្តែនាងនៅតែអត់មានអារម្មណ៍សប្បាយចិត្តដែរព្រោះថានៅពេលដែលនាងហ្នឹងគឺបានទៅជួយជាមួយនឹងគ្រួសារមិត្តភ័ក្តិរបស់នាងហ្នឹងគឺអនាគតម៉ាក់ក្មេងរបស់នាងហ្នឹងគឺបានថានាងថាចាប់ពីពេលហ្នឹងទៅក៏អត់ចង់ឲ្យនាងហ្នឹងធ្វើការធ្វើនេះធ្វើនោះដូចគេដូចឯងទេបើនាងរៀបការជាមួយនឹងកូនរបស់ខ្ញុំហើយកូនរបស់ខ្ញុំគឺមានការងារធំដុំណាស់នាងនៅផ្ទះចាំមកជួយប្តីរបស់នាងទៅមិនទៅធ្វើអីនៅក្រៅទេចាំម៉ាក់អាចថាឲ្យតែខ្ញុំចុះម៉ាក់វិញគេមកឯងទៅធ្វើការនៅក្រៅដែរទៅមាននៅតែផ្ទះដើម្បីទៅធ្វើការងារផ្ទះណាថាហ្នឹងដូចថាសម្រាប់ទឹកចិត្តរបស់គ្នាហ្មងទាំងតែដឹងថាគ្នានឹងខំរៀនចង្វាប់ដើម្បីទៅមានការងារធ្វើបន្តែដល់តែគ្នាមានការងារធ្វើហើយចង់ធ្វើការរីកចម្រើនទៅមុខចង់ធ្វើការនេះធ្វើនោះធ្វើឡើងពីឋានៈទៅមកឋានៈនិយាយបាក់ទឹកចិត្តគ្នាបែបហ្នឹងឲ្យគ្នាទៅធំមិនសូម្បីតែអនាគតម៉ាក់ក្មេងរបស់នាងហ្នឹងក៏មិនយល់វិចាររបស់នាងចំណែកឯមិត្តភ័ក្តិរបស់នាងហ្នឹងក៏យល់វិចាររបស់នាងចឹងហើយមានតែបែកគ្នាជាមួយមិត្តភ័ក្តិរបស់នាងមកគុំយងឲ្យនាងបានបន្ថែមម៉ាក់របស់នាងថាតាមពិតតាបីជើងអស់ហ្នឹងខ្ញុំតែងតែបីជើងថោតាព្រោះថាតាមនៅតូចមកខ្ញុំសុំម៉ាក់ឯងណាម៉ាក់ឯងអាចដើរទៅឲ្យខ្ញុំផងហ្នឹងជិះតាមពីកូនឯងនៅតូចម៉ាក់អាចបានទិញនេះទិញអស់កូនឯងបែបតែ
ម៉ាក់ររបស់ឲ្យកូនហូបចុកហ្នឹងគឺបានគ្រប់គ្រាន់តែគុំយងនាងយករឿងដែលលាក់ទុកក្នុងចិត្តរបស់នាងហ្នឹងមកថាយម៉ាក់របស់នាងប៉ុន្តែក្រោយពេលដែលនាងថាយម៉ាក់របស់នាងហើយម៉ាក់របស់នាងឆ្លើយបែបហ្នឹងមកនាងហ្នឹងក៏មានអារម្មណ៍បាក់ក្នុងចិត្តដែរមិនគួរនិយាយបែបហ្នឹងដល់ម៉ាក់របស់នាងប៉ុន្តែមើលតែអេស៊ុនណានាងដូចជាអត់មានខឹងកូនរបស់នាងអីតិចផងហ្នឹងថ្ងៃមួយនៅពេលដែលអេស៊ុនណានាងកំពុងតែជួបនៅក្នុងផ្ទះម៉ាក់ក្មេករបស់នាងហ្នឹងស្រាប់តែលោកយាយក្មេករបស់នាងហ្នឹងគឺបានហៅនាងទៅដើម្បីរៀបចំពិធីមួយនាងស្មានតែមានកម្មវិធីអីតាមពិតទៅគាត់រៀបចំសែនព្រេនដើម្បីឲ្យដូនតាទទួលស្គាល់ថ្ងៃក្រោយគុំចុងនឹងខ្លាចទៅជាមេផ្ទះដូចជាអេស៊ុនដែរហ្នឹងប៉ុន្តែនៅពេលដែលអេស៊ុននាងឃើញបែបហ្នឹងនាងហាក់ដូចជាខឹងខ្លាំងមែនទែនព្រោះថានាងហ្នឹងគឺចង់ឲ្យកូនស្រីរបស់នាងហ្នឹងគឺមានការងារធំដុំអត់ចង់ឲ្យកូនស្រីរបស់នាងហ្នឹងគឺមានអនាគតដូចជានាងដែរចឹងហើយនាងក៏បានលើករបស់សែនព្រេនហ្នឹងចាក់ចោលខ្ទើយទៅហ្មងប៉ុន្តែលោកយាយរបស់នាងក៏វាថាឲ្យនាងថានាងធ្វើបែបហ្នឹងតែវាមានការអីក្មេងស្រីគឺត្រូវតែធ្វើការងារផ្ទះចឹងហីតាំងពីលោកយាយក្មេករបស់នាងតែម៉ាក់ក្មេករបស់នាងកើតទៅពីថាឲ្យនាងចំណែកយាយក្មេកឯនោះវិញថាតែបានយកស្ដាយក្រហមយកមកជាឲ្យនាងពួកកើតថាពីយានខ្មោចម៉ាក់របស់នាងហ្នឹងមកអន្តិតក្នុងខ្លួនរបស់នាងអាចជានាងខឹងច្រឡំបែបហ្នឹងនិយាយអីគ្មានចេះគិតក្មេងស្រីវាថាធ្វើការទាំងអស់ហ្នឹងហើយមើលចោះតាំងពីមុនណាឯងក៏តែឯងណាឯងទៅធ្វើអីបានផ្សេងចុះឥឡូវពេលហ្នឹងឯងនៅតែមេផ្ទះដដែលហ្នឹងពេលហ្នឹងខាងស៊ីកមកឃើញរឿងទាំងអស់ហ្នឹងមកខាងស៊ីកគេក៏បានទៅលោកយាយនិងម៉ាក់របស់គេថាចាប់ពីពេលហ្នឹងទៅគេនឹងនាំអេស៊ុនទៅរស់នៅក្នុងផ្ទះហ្នឹងទៀតហើយព្រោះតែអេស៊ុនមកទីហ្នឹងគឺមិនដែលសារតានាងហ្នឹងចង់មករស់នៅជាមួយម៉ាក់ក្មេករបស់នាងដែរនាងមកទីហ្នឹងមករស់នៅជាមួយនឹងខ្ញុំតើលោកយាយឯងតែយកស្រ័យក្រហមយកមកជះលើប្រពន្ធរបស់ខ្ញុំរាល់ថ្ងៃមែនខាងស៊ីគេក៏បាននាំអេស៊ុនហ្នឹងចេញពីផ្ទះម៉ាក់របស់គេមកហើយក៏បាននាំនាងហ្នឹងមកជួបបន្ទប់មួយផ្សេងទៀតហ្នឹងមុនហ្នឹងគុំយងហាក់ដូចជាខឹងជាមួយនឹងម៉ាក់របស់នាងតែប៉ុន្តែនាងបានយកស្បែកជើងថ្មីដែលនាងបានទិញមកគូហ្នឹងយកឲ្យម៉ាក់របស់នាងព្រោះគិតថាដើម្បីតានាងម៉ាក់របស់នាងសូម្បីតែស្បែកជើងថ្មីមកគូហ្នឹងមិនដែរទិញផងឯប៉ារបស់នាងដែរវិញមួយថ្ងៃក៏ទៅទិញស្បែកខៀវដែលនាងចូលចិត្តញ៉ាំតាំងពីនៅតូចមកម៉ែហ្នឹងក្រោយពេលដែលខាងស៊ីជាមួយនឹងអេស៊ុនអ្នកទាំងពីរនាក់នៅបានមកនៅផ្ទះជួលហើយហ្នឹងខាងស៊ីគេខំរប៉ុន្តែនៅតែគ្មានលុយបំផ្ទះជួលដដែលប៉ុន្តែគេនៅតែខំររបស់ល្អមកឲ្យប្រពន្ធនិងកូនរបស់គេញ៉ាំមកតែនៅពេលដែលម្ចាស់ផ្ទះជួលហ្នឹងគឺបានមកគោះទ្វារគេស្មានតែគាត់ហ្នឹងមករលថ្លៃជួលផ្ទះហើយតាគេខំតែប្រាប់ថាគេអត់ទាន់មានលុយទេប៉ុន្តែលោកតាមផ្ទះជួលហ្នឹងគឺបានប្រាប់គេថាអូឯងមិនបាយបងលុយផ្ទះជួលខ្ញុំហើយមានអ្នកមកបងជំនួសឯងហើយបងដល់3ខែខ្ញុំមកហ្នឹងខ្ញុំចង់យកសាច់ជ្រូកយកអីមកឲ្យឯងហ្នឹងទាំងអេស៊ុនជាមួយនឹងខាងស៊ីកបើកភ្នែកឡើងមកប៉ាន់ណាណៃចុះណាគេជាអ្នកបងលុយឲ្យយើងប្រាប់អ៊ំម្ចាស់ផ្ទះជួលហ្នឹងថាគេហ្នឹងជាសាច់ញាតិរបស់ខាងស៊ីកប៉ុន្តែសាច់ញាតិខាងណាមិនក៏មិនដែរស្គាល់អញ្ចឹងឈ្មោះហ្នឹងដូចមិនដែរស្គាល់ផងឬមួយក៏អត់ដឹងស្រីស្នេហ៍បងឯងដែរស្រីស្នេហ៍ស្អីណាមិនដែរស្គាល់ផងមិនដឹងថានាងហ្នឹងជាបណ្ណាគេផងហ្នឹងលោកតាមចាប់ផ្ទះជួលគាត់ចង់យកឲ្យវាយវ៉ាន់យកផ្លែឈើយកមកឲ្យខាងស៊ីកហ្នឹងប៉ុន្តែឲ្យតែពេលដែលគាត់ដើរចង់ដល់បន្ទោរបស់ពួកគេទាំងពីរនាក់ហ្នឹងសារតែពួកគេហ្នឹងបិទភ្លើងភ្លឹបរហូតអត់មានយល់ពីអារម្មណ៍ចាស់ផងចាស់នេះអង្គុយរឹងខ្លួនដល់ហើយថ្ងៃបន្ទាប់ហើយនៅពេលដែលអេស៊ុននាងបានទៅនិយាយជាមួយអ្នកជិតខាងរបស់នាងហ្នឹងអ្នកជិតខាងហ្នឹងក៏បានសួរអេស៊ុនហ្នឹងថាចុះនាងមិនដឹងហត់ថាប្តីរបស់នាងរាល់ថ្ងៃទៅកាយគេខ្ញុំដឹងតាគាត់ចុះទូកយកអីរត្រីហ្នឹងចុះនាងមិនដឹងហត់ថាប្តីរបស់នាងទៅធ្វើការជាមួយនឹងណាគេខ្ញុំមិនដឹងផងព្រោះតែគាត់អាចប្រាប់ខ្ញុំផងតែគាត់ធ្វើការមួយនឹងគេចុះឯងមិនដឹងទេប្តីរបស់ឯងទៅធ្វើការជាមួយនឹងសាងគេចុះមកគ្នាអត់ដឹងមែនឲ្យទៅថាដឹងមិនថ្ងៃណាពេលដែលខាងស៊ីគេមកវិញដៃរបស់គេឡើងថយលបួសរំបងពេញហ្នឹងមកកុំទៅពេលហ្នឹងអេស៊ុននន់ទៅពេទ្យហ្នឹងប្រហែលជាគេហ្នឹងមិនទៅពេទ្យផងប្រពន្ធគេថាអីឲ្យគេក៏គេអត់មានតមាត់តអីទេនៅស្ងៀមជើងហ្មងនេះចង់ថាអីក៏ថាទៅគេអត់ចង់ឆ្លោះគ្នាជាមួយនៅប្រពន្ធរបស់គេហ្នឹងពេលដែលត្រឡប់ពីមន្ទីរពេទ្យវិញសូម្បីដើរជាប្រពន្ធរបស់គេមិនទាំងហ៊ានដើរផងតតានាងហ្នឹងមកកាន់ដៃរបស់គេដើរទៅជាមួយនាងមកគេហ៊ានដើរទៅជាមួយនឹងនាងអេស៊ុននាងខំរៀបចំបាយរៀបចំទឹកឲ្យខាងស៊ីកនៅតែខាងស៊ីកវិញគេដេកលក់ឈឹងទៅមកដេកលក់ឈឹងសូម្បីតែកូនស្រីរបស់គេហ្នឹងយកអាគ្នាបគៀបសក់គៀបអីយកមកគៀបឲ្យគេហ្នឹងក៏គេមិនទាំងដឹងខ្លួនផងហើយនៅពេលដែលអេស៊ុននាងគេនឹងសារតែបានឃើញនៅលើស្មារបស់ខាងស៊ីកហ្នឹងគឺសុទ្ធតែបងពេញលើស្មារបស់គេមកសូម្បីតែជើងរបស់គេហ្នឹងគឺមានសុទ្ធតែស្នាមសុទ្ធតែផ្លែហើយដៃវិញនិយាយថាជាប់អស់ហើយប៉ុន្តែនាងនៅតែអត់ហ៊ានថាឲ្យប្តីរបស់នាងហើយនៅពេលដែលប្តីរបស់នាងចេញទៅធ្វើការហ្នឹងនាងចង់គាត់ឲ្យប្តីរបស់នាងសម្រាប់មួយថ្ងៃដែរប៉ុន្តែប្តីនាងសូម្បីតែមួយថ្ងៃក៏មិនសម្រាប់ផងឲ្យតែរៀបភ្លឺឡើងគេចេញទៅរលត្រីរហូតហើយគេទៅថែមសន្យាជាមួយនឹងកូនស្រីរបស់គេទៀតថាត្រឡប់មកវិញនឹងយកមកឲ្យកូនស្រីរបស់គេចូលចិត្តណាយកមកឲ្យកូនស្រីគេអេស៊ុនណានាងបានទៅអាហាងទិញស្ករគ្រាប់កអីណាដើម្បីទិញស្ករគ្រាប់ឡើងមកកញ្ជើយកទៅឲ្យប្រពន្ធរបស់សាងគេណាប៉ុន្តែនៅពេលដែលនាងសួរថាចុះមិនបានប្តីរបស់នាងខ្លាចទៅជាបែបហ្នឹងអញ្ចឹងមានស្នាមមានអីជាប់ពេញខ្លួនអញ្ចឹងតាមពិតទៅប្តីរបស់ខ្ញុំគឺបានវាយប្តីរបស់នាងណាប៉ុន្តែខ្ញុំប្រាប់ទៀតថាកុំឲ្យទៅវាយខាងស៊ីព្រោះតែខាងស៊ីគេមិនដឹងអីទេចុះខឹងអីខឹងនេះខឹងនោះហើយចាំបាច់ទៅវាយខាងស៊ីទៅអី
និយាយទៅគាត់ដឹងថាប្តីរបស់គាត់នឹងធ្វើយ៉ាងដល់ខាងស៊ីកដែរប៉ុន្តែគាត់ទៅគាត់ដែរប៉ុន្តែសាងគីលនៅតែអត់ស្ដាប់សម្ដីរបស់គាត់ដដែលឡោះហើយនៅពេលដែលខាងស៊ីកគេចេញពីធ្វើការភ្លាមគេចង់យកមកតាពី3យកទៅឲ្យកូនស្រីរបស់គេសោះហ្នឹងហើយពេលដែលគេរៀបអញ្ជើញសាវសាងគីលនឹងរករឿងទៀតហើយប្រាប់គេថាឲ្យទៅវិញឯងបើចង់ទៅកម្មប្រតែនទៅវិញសិនមិនឯងចង់ចេញទៅធ្វើការមុនគេឬមួយក៏ឯងនៅពុនរបស់ឯងខ្លាំងណាស់មែននេះយកសោយកទៅបើកទូកនោះទៅយកទូកនៅកន្លែងនោះសិនណានិយាយចឹងអ្នកស្រីកាន់ជើងកប្តីរបស់អ្នកស្រីមានដឹងអត់ថាគេធ្វើបែបហ្នឹងមិនត្រូវទេណាគ្រាន់តែប្តីរបស់ខ្ញុំជាកម្មកររបស់គាត់សោះមិនតែគាត់ហ៊ានទៅវាយដំច្រំធាក់ប្តីរបស់ខ្ញុំចឹងមកខំទិញនេះខំទិញនោះហ្នឹងយកមកឲ្យគេទេប៉ុន្តែដល់ទៅវិញខឹងពេកយកទៅវិញមកនេះអាមកអីណាបើខ្ញុំឲ្យទេឯងគ្មានសិទ្ធយកទៅវិញទេមិនគ្រាន់តែឃ្លាតពីប្រពន្ធរបស់ឯងបន្តិចសោះហ្នឹងកណឹកអីកណឹកយ៉ាងនេះបញ្ញាទៅជួបនាងណាហ្នឹងហើយត្រូវហើយខ្ញុំចង់ត្រឡប់ទៅវិញទៅជួបជាមួយនឹងប្រពន្ធរបស់ខ្ញុំហ្នឹងឯងមិនខ្ញុំប្រញាប់ទៅជួបប្រពន្ធរបស់ខ្ញុំក៏ដែរមែនចុះលោកមិនត្រឡប់ទៅជួបប្រពន្ធរបស់លោកដោយសារតែពេលលោកត្រឡប់ទៅផ្ទះវិញហ្នឹងអត់មានណាគេធ្វើឲ្យលោកសប្បាយចិត្តមែនបើជាលោកអត់មកនិយាយត្រឡប់ទៅផ្ទះវិញចឹងគេនិយាយត្រូវសោះឲ្យទាត់ជើងរបស់គេដែរតែនៅពេលដែលសាងគេទាត់ជើងរបស់ខាងស៊ីកហ្នឹងអេសូននេះក៏បានរត់ទាំងពោះឡើងប៉ុនក៏ជឿហើយព្រោះថានេះកំពុងតែងន់កូនទី2ហ្នឹងហ៊ានទាត់ជើងប្តីរបស់គេផងចាប់ពេលហ្នឹងតើខ្ញុំជប់ឲ្យប្តីរបស់ខ្ញុំមកធ្វើការជាមួយលោកទៀតហើយព្រោះនេះក៏តានាងហ្នឹងចង់ឲ្យប្តីរបស់នាងទិញទូកហើយមករកត្រីរកអីដូចជាញាប់ដែរមែនអនបានអេសូននេះក៏បានរត់ត្រឡប់មកវិញហើយយកជើងរបស់នាងហ្នឹងទៅទាត់ជើងរបស់សាងគីលហ្នឹងមកទាត់គេអត់ដឹងគេឈឺដល់គេទាត់វិញចេះដឹងឈឺដែរសាងគីលកឹបគេលើកម្លាំងពលកម្មរបស់ខាងស៊ីកហ្នឹងមកហ្នឹង